អាការនយោបាយកឋានអន្តរប្រវេសន៍បានធ្វើការបណ្ដេញចេញជនបរទេសចំនួន816នាក់ចេញពីព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសន្តិបណ្ឌិតនិងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃឯកឧត្តមឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបន្តធ្វើការបណ្ដេញជនបរទេសសរុបចំនួន816នាក់ស្រី63នាក់មាន14សញ្ជាតិរួមមានចិនហ្គាណាកាមេរុននីហ្សេរីយ៉ាកូរ៉េបង់ក្លាដេសប៉ាគីស្ថានយូហ្គង់ដាឥណ្ឌូនេស៊ីមីយ៉ាន់ម៉ាឥណ្ឌាហ្ស៊ីមបាវេកេនយ៉ាម៉ាឡេស៊ីនិងនេប៉ាល់ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជាក្នុងនោះដែរមានជនជាតិចិនចំនួន494នាក់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ scam តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោនិងជនបរទេសមួយចំនួនទៀតពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែននិងធ្វើការងារខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាការបណ្ដេញចេញជនបរទេសខាងលើនេះគឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់និងសកលលោកដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឲ្យមកធ្វើការនៅក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។